នាយករដ្ឋមន្ត្រីថៃចេញបញ្ជាឲ្យវាយកំទេចស្នាក់ការប៉ូលីសនៅក្រុងបាងកកនាយករដ្ឋមន្ត្រីថៃលោកអនុទានចាន់វីរៈគុលបានបញ្ជាឲ្យវាយកំទេចអគារស្ថានីយ៍ប៉ូលីសជាបន្ទាប់ពីពិនិត្យឃើញថាអគារនោះបាក់គ្រឹះបណ្ដាលមកពីការបាក់ដីលិចទៅក្រោមកាលពីចុងខែកញ្ញានេះការបាក់ដីលិចទៅក្រោមបានកើតឡើងជាច្រើនកន្លែងរហូតមកដល់ពេលនេះបន្ទាប់ពីការបាក់ដីដ៏រន្ធត់ក្នុងទីក្រុងបាងកកលើកដំបូងកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025ដោយលិចចុះទៅក្រោមជម្រៅប្រមាណ50ម៉ែត្រចំថ្ងៃដែលនាយករដ្ឋមន្ត្រីអនុទានដឹកនាំគណៈរដ្ឋមន្ត្រីចូលស្បត់នៅមុខព្រះមហាក្សត្រថៃនោះយោងតាមសារព័ត៌មាន The Straits Times នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអនុទាននៅថ្ងៃទី4ខែតុលាឆ្នាំ2025នេះបានផ្ដល់ដំណោះស្រាយសម្រាប់ឲ្យគំទេចស្ថានីយ៍ប៉ូលីសដែលស្ថិតនៅទល់មុខមន្ទីរពេទ្យវ៉ាជីរ៉ានៅតំបន់ដែលបាក់ដីលិចចុះជម្រៅរហូតដល់ទៅ50ម៉ែត្រនោះហើយក្រោយពីការវាយតម្លៃអគារនេះគេបានរកឃើញគំនរគ្រឹះបន្ថែមទៀតដែលបាក់ដោយសារតែប្រហោងលិចដែលកើតឡើងកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025នោះលោកអនុទានចាន់វីរៈគុលបានបញ្ជាក់ផងដែរថាផ្អែកតាមការចុះពិនិត្យនៅយប់ថ្ងៃទី3ខែតុលាខ្ញុំយល់ស្របផ្ទាល់ខ្លួនថាអគារនេះត្រូវតែរុះរើប៉ូលីសត្រូវការកន្លែងថ្មីធ្វើការព្រោះរចនាសម្ព័ន្ធបានចាប់ផ្ដើមផ្ដាច់ចេញពីស្នូល